iPhone DS Max ជាប់ iCloud ទៀនចឹងរហូតទេតែយើងអត់មាន password ទៅធ្វើម៉េចលើហ្នឹងចុច sign out អត់បានទេវាទាមទារ password ទៀតបတ် Game Center ក៏អត់បានដែរនៅតែទាមទារ password ចឹងវាដោះស្រាយចេញទៀតពិបាកដោះស្រាយណាស់កន្លែងMedian ប្រឆេះនេះក៏អត់ទៅដែរនេះមាន password នោះចាំបាច់ចុចកន្លែងនេះក៏អត់ដែរណានេះ Median ប្រឆេះហ្នឹងក៏អត់ដែរទាមទារ password ទាំងអស់ហ្នឹងអញ្ចឹងយើងពិបាកទាមទារ password អញ្ចឹងយើងអត់មានវិធីទេបងប្អូនតែឥឡូវយើងប្រើ tool មួយដើម្បី bypass ណាបងប្អូនណាដើម្បី bypass ទូរស័ព្ទដូចនេះបានជាដំបូងយើង connect ទៅចូល computer ឆែកមើលសិនតែយើងបាន enable ហើយ developer mode ហើយនៅអញ្ចឹងណាឥឡូវយើងដោតខ្សែ USB ចូល computer មកបកជាមកយើងមកកន្លែងនេះណាចូលកន្លែង toolbox នេះយើងចុចមើល screen real screen time screen time វាដាក់ចេះអញ្ចឹងយើងចុច try មកអញ្ចឹងយើងចូលទៅមើលកន្លែងនេះបងប្អូនណាកន្លែងនេះណាចូលទាញមកកមកយើងនេះ privacy and security យើងមើលតើដូត developer mode នោះបើកហើយនៅនេះយើងឃើញថាបើកហើយបងប្អូននេះមុនពីតាមឡើយវាចេះណាកាលណាចេះយើងចុចនៅលើកុំព្យូទ័រនេះវាប្រាប់យើងឃើញណាអញ្ចឹងយើងបើកវាទៅបន្ទាប់ពីយើងបើកយើងចុចកន្លែង restart នេះមកចាំតិចពេលបើកកន្លែង restart ហើយអញ្ចឹងឲ្យទូរស័ព្ទនឹង restart ហើយចាំផ្លិតសិនទៅនេះវា restart ហើយយើងជំហានដំបូងយើងទៅបើកអាហ្នឹងបន្ទាប់មកយើងឲ្យវាឡើងលើហើយយើង enable លេខកូដយើងចាំអាហ្នឹងយើងបើក developer mode សិនបើ Android វាគេហៅថា USB debug iPhone ហ្នឹង developer mode បន្ទាប់មកយើងចូលមើលកន្លែងនេះតើបើកនៅឥឡូវបើកហើយបងប្អូនណាវាបើកហើយអត់អីទេវាអត់ទាមទារបើកទេនៅក្នុងនេះក៏យើងបានបើកហើយដែរវា load មក iCloud នេះអូខេណាទេនេះ developer mode នេះយើងមើលឃើញថាវាបើកហើយ developer mode នេះគឺបើកហើយ on ហើយអញ្ចឹងហើយជំហានបន្ទាប់ពីយើងមាន tool មួយនេះ tool ណាបងប្អូនណាApple Fix នេះ Apple Fix អញ្ចឹងយើងគ្រាន់តែរើសចេះមកហើយយើង remove account យើងដាក់កន្លែងនេះមកណាយើងចុចលើនេះក៏បានយកនេះបានឥឡូវខ្ញុំយកនេះមកយើង remove account ណាចាំបន្តិចវានឹងដើរកន្លែងនេះទូរស័ព្ទទៅភ្ជាប់អាចអត់ទៅភ្ជាប់នេះដែរទៅភ្ជាប់អ៊ីនធឺណិតអញ្ចឹងវាទាមទារឲ្យយើងចុចនេះវាដាក់ថា open book app អញ្ចឹងយើងវាបើកខ្លួនវាហើយចាំតិចវា open book app ហ្នឹងអូខេហើយយើងគ្រាន់តែចាំវាតិចមកដោយសារអ៊ីនធឺណិតយឺតទៅយ៉ាងម៉េចទេអាហ្នឹងApple Box នេះវាចេញចេះហើយបងប្អូនចុចវាមួយមកយើងចុចបើកវាណាចុចបើកមកហើយនេះបងប្អូនចុចកន្លែងសញ្ញាបូកចុចបោះចេះមកយ៉ាចុចកន្លែងសញ្ញាបូកនេះមកនេះ
ចុចណាបោកមកវាគ្រីទៅវាថាច់ដែរណាហើយចឹងវាស្គាល់ឃើញវាសញ្ញានេះវាស្គាល់លើកុំព្យូទ័រស្គាល់មកយើងចាំវាបន្តិចទៅចាំឲ្យវាដើរចប់បើសិនជាវាយឺតយើងធ្វើម្ដងទៀតបើសិនករណីដែលវាយឺតយើងអាចធ្វើម្ដងទៀតបានណាទៅហើយនៅលើកុំព្យូទ័រនេះវាកំពុងតែ clean process បងប្អូនណាផ្លេតទេចាប់ចប់ឥឡូវនេះមកដល់កន្លែងនេះវាប្រាប់យើងណានេះវាដាក់ថានេះកន្លែងនេះអញ្ចឹងឲ្យយើងចុច close មកហើយយើងឲ្យយើងបិទនេះវាឲ្យយើងបិទអ៊ីនធឺណិតបងប្អូនណាអញ្ចឹងយើងចូលមកបិទអ៊ីនធឺណិតមកបិទនេះចុចកន្លែងផាសហ្នឹងនេះពីដំបូងនេះអញ្ចឹងចុចមកចេះមកសិន restart អូខេ restart ហើយកុំព្យូទ័រ restart អញ្ចឹង remove account successful តែប៉ុណ្ណេះទៅវាចប់ហើយវាអត់មានអីទៀតទេចាំមើលវា reboot មកតើវានៅចប់នឹងទៀតអត់អូខេឥឡូវវា reboot ហើយកូដយើងនៅដដែលចុចមើលមានអត់អញ្ចឹងវាបាត់ហើយវាអត់អីទេ account នោះវានឹងបាត់ហើយនេះឃើញកិច្ចបាត់ទេលែងមាន account ទេអត់ស្អាតធេងទៅយើងបើកអ៊ីនធឺណិតមកយើងចង់ដឹងវាណាយើងបើក Wi-Fi យ៉ាងដែរclean រួចរាល់លែងមានអីទាំងអស់អញ្ចឹងអានេះយើង remove account ណា remove account នៅលើទូរស័ព្ទ iPhone អញ្ចឹងវាលែងមានហើយវាលែងមានអីទាំងអស់មានថាវាលែងមាន iCloud លែងមានអីហើយហ៎ root ហើយលែងមានហើយ